ជំរាបសួរបងប្អូនជាកសិករថ្ងៃនេះថ្ងៃទី28 27បាទសំទោសនៅក្នុងចការច្រើនទៅសំបីតែថ្ងៃហ្នឹងលែងដឹងហើយគិតទៅតាមដានតែកូវីដបាទថ្ងៃនេះថ្ងៃទី27ខែ2ឆ្នាំ2021ខ្ញុំចង់ប្រាប់បងប្អូនជាកសិករតរ៉េន2ដើមនេះដែលកាលពីឆ្នាំកន្លងទៅបងប្អូនជាកសិករតាមដានឡើងវិញទៅយើងបានបង្ហាញអំពីស្លឹកត្រួយដាវត្រួយអីត្រូវការប្រើថ្នាំប្រើអីឥឡូវហ្នឹងវាមកដល់ពេលនេះវាចេញបាន2ត្រួយថែមទៀតហើយខ្ញុំនឹងឲ្យ zoom អំពីស្លឹកចាស់វាដែលវាជ្រុះហើយវានៅសល់ស្លឹកចំនួនទី3ហើយទី4ចំនួនទី3ទី2និងទី1បាទអញ្ចឹងយើងមើលសង្កេតមើលបាទយើងមើលដើមនេះបាទជាក់ស្ដែងដើមនេះបាទដើមនេះអូខេយើងមើលយើងឧទាហរណ៍ថាស្លឹកអស់នេះស្លឹកនេះមួយមែនទេខ្ញុំនិយាយពីរឿងចំនួនស្លឹកខ្ញុំសូមកាត់ស្លឹកនេះមួយសិនបាទនេះស្លឹកនេះបាទខ្ញុំសូមកាត់នេះ1ម៉ែត្រมันជជែកគ្នាបាទនេះកាលពីរដូវភ្លៀងវិញណាបាទអញ្ចឹងស្លឹកនៅនេះគេថាស្លឹកចំនួនទី4នេះធំនេះមកទី4ស្លឹកនេះចំនួនទី2ទី3មកកណាត់ធំនេះដល់ស្លឹកធំនេះគឺចំនួនទី4ធំនេះនៅសល់1 2 3 4ស្លឹកបាទមកកណាត់ធំនេះមកដល់ធំនេះបាទនេះគឺចំនួនទី4ចំនួនទី3ធំនេះនៅសល់3ស្លឹកចំនួនទី4នេះចាស់ជាងគេនៅសល់អីគេសល់4ស្លឹកអញ្ចឹងអាចំនួននេះនៅក្នុងរដូវអីគេគឺនៅក្នុងរដូវវស្សានេះអាពួកនៅក្នុងរដូវវស្សាអញ្ចឹងនៅក្នុងរដូវវស្សាអញ្ចឹងណាអញ្ចឹងវាចាប់ដើមចាស់ហើយដល់ពេលវេលាវាត្រូវជ្រុះអស់ហើយអញ្ចឹងនេះចំនួនទី4ចំនួនទី3អានេះចំនួនទី2មកនេះអានេះចំនួនទី1នេះចំនួនទី1អញ្ចឹងណាអញ្ចឹងយើងសង្កេតមើលមានន័យថាផ្លឹកតរ៉េនបាទផ្លឹកតរ៉េនមានន័យថាវាជ្រុះនៅពេលណាកាលណាវាចាប់ដើមជ្រុះដល់អាយុកាលរបស់វាដោយមិនមានសត្វល្អិតបំផ្លាញមានន័យថាវានៅលំដាប់ចំនួនទីអីគេទី4អានេះយើងចាត់ទុកថាចំនួនទី4គឺចាស់ជាងគេបន្ទាប់មកទៀតគឺអីគេត្រឹមនេះគឺចំនួនទី3នេះចំនួនទី3ប្រព័ន្ធនេះចំនួនទី3មកវគ្គទៀតនៅសល់3ស្លឹកចំនួនទី3ហេតុអីបានកងែងកងងគឺដោយសារប៉ះពពួកសត្វល្អិតបំផ្លាញមែនទេអញ្ចឹងយើងការពារបានទៅនៅសល់ដល់ពេលការពារបានហើយស្លឹកនេះវាល្អទៅចូលដល់សរីរៈរបស់វាខ្លាំងក្លាទៅអានេះវាចូលមកដល់អីគេនេះចំនួនមួយទៀតគឺស្លឹកវាល្អបាន4ហើយចុងក្រោយនេះគឺអាស្លឹកចុងក្រោយរបស់យើងនេះស្លឹកចុងក្រោយនេះវាមានន័យថាវាពេញវ័យហើយនៅបានតែ3ស្លឹកទេហើយអាបាននេះគេហៅថាចំនួនបើយើងរាប់ពីនេះមកវិញចំនួនទី1បាទណារាប់ពីចុងមកមុនអានេះចំនួនទី1ឥឡូវហ្នឹងពួកនេះគេហៅថាស្លឹកពេញវ័យមានន័យថាវ័យកណ្ដាលបាទណាវ័យកណ្ដាលហើយមានន័យថាវ័យអីគេវាជ្រេបន្តិចអានេះវ័យដែលវាត្រូវការជ្រុះត្រឡប់ទៅវិញធម្មតាដល់ពេលនេះវាត្រូវអាស្លឹកអស់នេះគឺត្រូវជ្រុះត្រឡប់ទៅវិញហើយដោយសារជីថ្នាំល្អពពួកស្លឹកអស់នេះវាអាចនៅហួស4ចំនួនកាលណាហួស4ចំនួនយើងគិតទៅមួយចំនួនជាទូទៅស្លឹកនេះមួយចំនួន45ថ្ងៃមួយចំនួនទៀត45ថ្ងៃ45ថ្ងៃ4ដងគឺស្មើនឹង180ថ្ងៃមកនឹង180ថ្ងៃអញ្ចឹងពេលដែលស្លឹកចំនួនចុងចំនួនដើមគេនេះចំនួនទី4នេះបើយើងរាប់ពីនេះមកពីចុងនេះចំនួនទី1អានេះចំនួនទី1អានេះចំនួនទី2នេះចំនួនទី3នេះចំនួនទី4អញ្ចឹងបើសិនយើងរាប់ពីចុងមកជាចំនួនទី1ទី2ទី3ទី4អញ្ចឹងពេលដែលវាចេញស្លឹកចុងក្រោយនេះមួយទៀតនេះអាចស្លឹកចុងក្រោយនេះមួយទៀតអញ្ចឹងចំនួនទី4ត្រូវបានរុះអស់ហើយអញ្ចឹងស្លឹកតរ៉េនដែលលក្ខណៈល្អសមប្រកបមែនតែនហើយមិនជ្រុះទៅណាទាំងផ្លែទាំងផ្កាល្អលុះត្រាតែការជ្រុះស្លឹកមានន័យថាទៅតាមលំដាប់លំដោយនៃចំនួននីមួយអញ្ចឹងស្លឹកតរ៉េនរបស់យើងមាន4ចំនួន
cứ tới buôn chấm nón không mui chấm nón không mà trôi với chai pe về lia với sai sập hẻm ngày đôi chân này sai sập hẻm ngày buôn đón miền nàyทำ 180 ngày chẳng pe đai trôi trong này mui tiết nè trôi trong này tí nè chập đam chanh máu vì trời chanh máu việc pin vây miền này thà sạc ở đấy nè sạc chấm nón tí buôn nè thời ca chịu ở hai chẳng bằng thèm tiệt mau hai mà đấy chẳng việc cả chập đam chạc nia chỉ to hai đầm ná này ca lụt lọ đại biến ấy mày biến ấy trẻ chanh màu là hồ chẳng màu trẻ chanh màu chỉ to màu chẳng bờ sân chỉ nó non vẽ cà play rồi bỏ giường slack ní ca ta slack pin vây rồi bỏ vì bạn ấy đã slack với thưa ca khăng maintain có bàn tay trời ban sạt lật bầm phản trời ban xol bầm phản miền này ha vì sao cứ pin piên của hóm ca na pin piên của hóm bầm phản như tới cứ bị chập đam ru slack ấy kế cái ta slack pin vây ca na ru slack pin vây bị chập đam tranh thổi mùi đi mà tiệt ạ bên nó ngay đã bong ôm chỉ cả có thể cả bà rầm slack đại trời cảผล tham một pol slack đại trời slack pin vây đại trời cảผล tham một pol bay tới chỉ ngọt ó nơi so slack cha để ọt bàn cá nuôi hai là tập hòn này cá cò cá lại cáในក្នុងវគ្គ10ហើយផ្កាហើយបែកផ្កាហើយស្រាប់តែចេញត្រួយនោះគឺវគ្គគ្រោះថ្នាក់បំផុតសម្រាប់បងប្អូនជាកសិករដែលកំពុងតែដាំដុះដំណាំទុរេនដែលកំពុងតែផលិតទុរេនអញ្ចឹងឲ្យដឹងអំពីអញ្ចឹងរៀងរាល់មួយចំនួននៃស្លឹកទុរេនគឺមានរយៈពេល45ថ្ងៃចំនួនទី1ចំនួនទី2ចំនួនទី3ចំនួនទី4ឡើងចំនួនទី5ចំនួនទី1នេះបាទចំនួនទី1នេះគឺវាចាស់ហើយវាត្រូវការជ្រុះអស់ស្លឹកនេះចាប់ដើមពេញវ័យអញ្ចឹងវាឆ្លាស់គ្នាជាបន្តបែបហ្នឹងទើបការផលិតទុរេនយើងមិនបារម្ភអំពីថាពេលដែលចេញត្រួយនៅក្នុងវគ្គកកើតក្តឹបឬក៏កកើតផ្លែឬក៏កកើតផ្កាឬក៏បែកផ្កាហ្នឹងវាគ្រោះថ្នាក់បាទអញ្ចឹងខ្ញុំចង់ជម្រាបជូនអញ្ចឹងអាហ្នឹងគឺជាដំណើរដើររបស់ដើមទុរេនម៉ាន់ថងយើងរបស់ដើមទុរេនម៉ាន់ថងយើងអញ្ចឹងពេលខ្លះក្នុង4វគ្គហ្នឹងយើងការពារវគ្គសត្វល្អិតដូចជាតួយ៉ាងនេះយើងការពារសត្វល្អិតអានេះយើងការពារបានពេលយើងការពារអត់បានកងែងកងងពេលយើងការពារបានឃើញអា4ស្លឹកនេះធំល្អអត់នេះហក់ឡើងវភ្លាមបាទទេអញ្ចឹងមានន័យថាតំនេះល្អដល់តំនេះយើងការពារអត់បានឃើញអត់ល្អបាទចូលមកដល់តំនេះយើងការពារក៏មិនសូវបានដែរបានតែ3ស្លឹកបាទទេនេះចូលដល់វគ្គអីគេវគ្គទាំងនេះហេតុអីបាន2 3ស្លឹកវាចូលមកដល់រដូវដែលក្តៅត្រជាក់ល្ងាគ្រប់សពបែបយ៉ាងវាកើត stress អញ្ចឹងគ្នាចេញបានតែ3គ្នាចេញបានតែ3ដោយសារអាកាសធាតុធ្វើទុកបុកម្នេញគ្នាហើយជាមួយនឹងការប្រើថ្នាំការពារសត្វល្អិតអញ្ចឹងធ្វើឲ្យគ្នាបានតែ3ស្លឹកទេអត់សូវល្អទេចង់និយាយអញ្ចឹងណាអញ្ចឹងហើយអញ្ចឹងរងចាំអីគេរងចាំអាចំនួននេះមួយទៀតចំនួនថ្មីមកមួយទៀតពេលអានេះឥឡូវអានេះមានន័យថាស្លឹកពេញវ័យស្លឹកពេញវ័យស្លឹកគេហៅថាស្លឹកគេហៅថាស្លឹកអីគេស្លឹកស្លឹកពេញផលិតថាមពលពេលស្លឹកនេះបានអាយុកាល1ខែវាពេញវ័យមែនតើណាវាគៀកមកប្រឆាំអ្វីវាគៀកមកអាខាងនេះចំនួននេះមានន័យថាគៀកមកចំនួនបន្ទាប់របស់វានេះគឺអានេះចាប់ដើមពកត្រួយចេញមកទៀតហើយពីអានេះពកត្រួយរហូតដល់ត្រួយពេញវ័យគឺមានរយៈពេល45ថ្ងៃដល់ពេល45ថ្ងៃនេះពេញហើយអានេះคล้ายទៅជាចំលឹកពេញវ័យអា3 4ស្លឹកអស់នេះអា3 4ស្លឹកអស់នេះចាប់ដើមរុះបាត់ទៅហើយគឺដល់វ័យវាដែលត្រូវការលាមែកនេះហើយឬក៏ចាក់ចេញពីមែកនេះអញ្ចឹងពេលហ្នឹងអាណាទៅជាចំនួនចាស់បំផុតអានេះឈានចូលមកដល់លំដាប់ចាស់បំផុតបាទទេអានេះចាស់បំផុតអានេះទី2អានេះទី3អាកប៉ោយនេះវាទៅទី1ជំនួសគ្នាអញ្ចឹងខ្ញុំចង់ជម្រាបជូនបែបហ្នឹងអញ្ចឹងរាល់ការដែលយើងថែទាំដំណាំទុរេនយើងមើលតែលំដាប់លំដោយនៃតែស្លឹកហ្នឹងយើងដឹងអំពីសមត្ថភាពនៃការថែទាំនៅវគ្គណាត្រឹមត្រូវនៅវគ្គណាមិនត្រឹមត្រូវជាមិនខានខ្ញុំចង់ប្រាប់អញ្ចឹងណាវគ្គណាខ្លាំងក្លាវគ្គណាមិនខ្លាំងក្លាបាទអញ្ចឹងដូចជាទូដើមនេះបាទនេះវគ្គចុងក្រោយរបស់យើងនេះគឺអាស្លឹកចុងក្រោយនេះឃើញទេស្លឹកនេះគឺគ្រោះថ្នាក់ដោយសារ10ថ្ងៃមុន10ទៅ5 10ថ្ងៃមុនដែលមានខ្យល់ខ្លាំងក្លាវានៅលើនេះលើកំពូលភ្នំផងមានឯពេលហ្នឹងវាចេញមកស្លឹកវាបៃតងខ្ចីស្លឹកត្រួយជែកហើយគប់ផ្សំជាមួយនឹងខ្យល់ខ្លាំងគប់ផ្សំជាមួយនឹងចៃទៀតវាយខ្ទេច
ដល់ពេលវាយខ្ទេចខូចអស់ហើយចំនួនទី1របស់វាបង្ខំចិត្តពកអាត្រួយនេះមកវល់ភ្លាមកាលណាខូចត្រួយគេហៅថាត្រួយត្រួយយុវវ័យត្រួយពេញវ័យវាស្លឹកពេញវ័យវាបង្ខំចិត្តត្រូវការចេញត្រួយឲ្យលឿនដើមវានេះជាធម្មជាតិរបស់វាគឺអញ្ចឹងបាទយើងតាមដានទៅឃើញវាអញ្ចឹងកាលណាខូចហើយចេញត្រួយមកភ្លាមនោះហើយដល់ចុងក្រោយយើងអត់ដឹងថាដំណើរត្រួយរបស់វាហ្នឹងត្រឹមត្រូវអត់ទេបើសិនយើងថែទាំបានដុតគឺដំណើរត្រួយរបស់វាចេញមកគឺមុនការកកើតផ្កាការកកើតក្តឹបការកកើតជាផ្លែគឺទៅមុនជាបន្តរហូតពេលដែលជួបបញ្ហាស្លឹកពេញវ័យវាត្រូវគ្រោះថ្នាក់អានេះដំណើរត្រួយរបស់វាដើរមិនប្រក់ក្តីហើយខ្លួនវាត្រូវការផលិតស្លឹកដើម្បីការពារជីវិតវាផងនិងដើម្បីការពារការកកើតផ្លែផ្កាវាផងអាចង់ជំរាបជូនអញ្ចឹងណាអញ្ចឹងយើងបើយើងការពារស្លឹកអត់បានល្អយើងការពារស្លឹកអត់បានទេប្រកាសជាដំណើរត្រួយចេញមកជាមួយនឹងដំណើរកកើតផ្លែកកើតក្តឹបនឹងបែកផ្កាហ្នឹងកូនគ្នាជាមិនខានកូនគ្នាជាមិនខានអានេះតោះតែយូរទៅណាយូរទៅបានយើងមើលដឹងណាបើធម្មតាយើងមើលអត់ដឹងទេក៏ប៉ុន្តែសម្រាប់តេរេនយើងដែលបំពន់អញ្ចឹងវាអត់អីទេប៉ុន្តែសម្រាប់តេរេនវគ្គផ្កាផ្លែវគ្គផ្កាផ្លែគឺងាប់ព្រោះតែម្ដងខ្ញុំចង់ប្រាប់អញ្ចឹងណាអញ្ចឹងថ្ងៃនេះវីដេអូ live ដែលខ្ញុំហ្នឹងខ្ញុំ live ចង់ប្រាប់អញ្ចឹងគេសួរថាតើស្លឹកមួយហ្នឹងងាប់ទៅនៅពេលណាគឺស្លឹកដែលល្អអត់មានបញ្ហាអីមានន័យថាចប់អាយុរបស់វា180ថ្ងៃបានចប់អាយុរបស់វាសម្រាប់បានថងអានេះគឺជាការដែលខ្ញុំសង្កេតតាមដានកន្លងមកសម្រាប់ប្រព័ន្ធជីធម្មជាតិ EHM បាទណាអញ្ចឹងហើយបើសិនជាចំនួនណាក៏ដោយក្នុង4ចំនួនហ្នឹងវាអីគេវាបដិញគ្នារហូតអញ្ចឹងមានចំនួនណាមួយត្រូវបានសត្វល្អិតបំផ្លាញដំណើរត្រួយរបស់វាដើរមិនប្រក់ក្តីហើយអញ្ចឹងជាទូទៅដំណើរត្រួយដែលត្រូវបានសត្វល្អិតបំផ្លាញសត្វល្អិតបំផ្លាញគឺពិសេសគឺពីងពីងក្រហមជុំណាពិសេសគឺពីងពីងក្រហមដែលបំផ្លាញវាពីងពីងក្រហមដែលបំផ្លាញវាមិនមែនបំផ្លាញអាស្លឹកចាស់នេះទេអាចស្លឹកចាស់អត់ទៅបំផ្លាញអាស្លឹកអស់ចង់និយាយថាអស់លទ្ធភាពផលិតថាមពលវាអត់ទេវាបំផ្លាញតែអាស្លឹកណាដែលពេញវ័យពងពេញផលិតថាមពលគឺវាស៊ីអាស្លឹកប្រភេទអស់ហ្នឹងអាហ្នឹងណាទាំងពីងពីងក្រហមទាំងមមាថ្នោតទាំងមមាជញ្ជក់ទាំងខ្ញុងអានេះពួកខ្ញុងជញ្ជក់ធ្លុះស្លឹកព្រោះអស់ហ្នឹងវាប្រូតេអ៊ីនវីតាមីនវាពេញឆ្ងាញ់គឺនៅក្នុងម្ដុំហ្នឹងក្នុងពេលដែលស្លឹកពេញវ័យបាទណាអញ្ចឹងពីកកើតស្លឹកពីពកចេះមិនទាន់មានសត្វស៊ីណាពីបកកើតពីពកដើម្បីកកើតទៅជាស្លឹកគឺជួបបញ្ហារហូតដល់ពេញវ័យនៅជួបស្លឹកបញ្ហារហូតពេញវ័យជួបពីងពីងក្រហមកកើតស្លឹកជួបទ្រីបជួបខ្ញុងជួបមមាញបាទនេះជួបដង្កូវអញ្ចឹងមានន័យថាក្នុងមួយត្រួយតេរេនរបស់វាគឺជួបបញ្ហារហូតតលតែវាងាប់ទៅវិញរហូតតលស្លឹកហ្នឹងងាប់ទៅវិញអញ្ចឹងសូមជម្រាបទៀតថាកាលណាខូចស្លឹកពេញវ័យត្រួយនេះគឺត្រូវតែលោតឬក៏ហក់ចេញមកហើយក៏ប៉ុន្តែបើសិនជាបងប្អូនជាកសិករយើងលោកអត់ដឹងគ្នាកំពុងតែថប់ដង្ហើមរកបធោផងនាំគ្នាទៅបាញ់បិទត្រួយថែមទៀតតើជីវិតនៃដើមតេរេនរបស់យើងទាំងអស់នេះអាចមានជីវិតយឺនយូរអត់អាហ្នឹងដាក់សញ្ញាសួរខ្លួនឯងទៅហើយក៏បងប្អូនជាកសិករខ្លះលោកបានដាំតេរេន20-30ឆ្នាំហើយដែលលោកបាញ់បិទត្រួយបាញ់បិទចោះបិទឡើងកាត់ចោះកាត់ឡើងចង់ក្រោយតេរេនរបស់លោកយ៉ាងណាអញ្ចឹងលោកគួរតែដឹងលោកគួរតែអាចឈប់ដើរបានឈប់ទៅអានេះខ្ញុំព្យាយាមពន្យល់អំពីដំណើរនៃការត្រួយដែលចេញមកកូនក្តឹបបាទណាកូនក្តឹបកូនបែកផ្កាកូនផ្កាឬមួយទៀតរហូតដល់គេកូនគេហៅថាកូនពេញវ័យពេញរសជាតិជួនកាលអាចិត្តទុំហើយស្រាប់វាចេញត្រួយមកពេលវាចេញត្រួយមកបែរទៅជាផ្លែតេរេនយើងនៅខាងក្នុងហ្នឹងសាច់ឆៅដុំទៅវិញអាហ្នឹងកូនថាពិតតតែមានន័យថាវាទុំហើយវាដាក់ម្សៅអីហើយអស់វាឈ្ងុយអស់ហើយចប់ភារកិច្ចវាបានតែត្រួយនេះចាប់ដើមហក់មកកាលណាមានបញ្ហាស្លឹកក្បែរកែមត្រួយនេះអត់ទេគឺហក់ចេញមុនហ្នឹងផ្ដេសផ្ដាស់មកដែលជាហេតុធ្វើឲ្យតេរេនយើងដល់ពេលដែលយើងចិត្តបេះចិត្តកាត់ហើយរសជាតិមិនឆ្ងាញ់ចង់ជម្រាបជូនអញ្ចឹងណាអញ្ចឹងវីដេអូបង្ហោះថ្ងៃនេះឬក៏ live វីដេអូថ្ងៃនេះវត្ថុបំណងធំចង់ដឹងថាស្លឹកតេរេនមួយស្លឹកមានអាយុកាលប្រមាណដែលវាងាប់ទៅហើយជាបន្ត4ចំនួន
4ចំនួនទី1ចំនួនទី2ចំនួនទី3ចំនួនទី4អានេះឥឡូវនេះអានេះតាមពិតអានេះចំនួនទី1នេះអានេះចំនួនទី1នេះតោះតែចេញអានេះមកអានេះធ្លាក់ទៅចំនួនទី2អានេះចំនួនទី1វិញអញ្ចឹងពីពកត្រួយប៉ុណ្ណេះរហូតមកដល់បានស្លឹកពេញវ័យគឺ45ថ្ងៃ45ថ្ងៃទៀតអញ្ចឹង45ថ្ងៃអញ្ចឹងធម្មតាវាមានការ stand by គ្នា stand by ឧមាថាស្លឹកនេះពេញវ័យអញ្ចឹងទៅទម្រាំតែស្លឹកនេះចាប់ដើមពកត្រួយមកទៀតរយៈពេល1ខែក្រោយនៃស្លឹកពេញវ័យនេះគឺត្រួយនេះចាប់ដើមដំណើរការចេញមកហើយចង់និយាយអញ្ចឹងណាបាទអញ្ចឹងសូមមានជំរាបជូនប៉ុណ្ណឹងទេថ្ងៃនេះអត់មានអីទេបាទអញ្ចឹងវីដេអូ live នេះគឺចង់បញ្ជាក់ប៉ុណ្ណឹងហើយសូមឲ្យបងប្អូនជាកសិករអ្នកដាំទុរេនដូចខ្ញុំសូមមេត្តាតាមដានហើយនឹងកត់ត្រាទុកអំពីដំណើរនៃស្លឹកមួយពេលណាជ្រុះកុំឲ្យជួនកាលឃើញស្លឹកដល់ពេញវ័យស្រាប់តែវាជ្រុះទៅគេហៅថាលហន់ណាដូចថាយើងអត់បានគិតអត់បានដឹងយើងហន់យើងឆ្លេឆ្លាចុះឆ្លាឡើងអាហ្នឹងក៏ជាកំហុសនៃការកើតឡើងពីការផិតភ័យរបស់យើងដែរចង់ជម្រាបជូនអញ្ចឹងបាទហើយប៉ុណ្ណឹងអត់មានអីទេក៏សូមអធិស្ឋានគ្រាន់តែ live នេះគឺ live ចង់ប្រាប់ប៉ុណ្ណឹងជូនដល់បងប្អូនជាកសិករអ្នកដាំទុរេនដូចគ្នាហើយនៅថ្ងៃនៅក្នុងពេលនេះដែរក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាមេត្តាចូលរួមការពារព្រឹត្តិការណ៍បាទការពារព្រឹត្តិការណ៍20កុម្ភៈទាំងអស់គ្នាព្រឹត្តិការណ៍នេះគឺព្រឹត្តិការណ៍អំពី COVID-19 គឺសូមជូនពរទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខហើយសូមជូនពរទាំងអស់គ្នានឹងឲ្យចាក់ផុតពីព្រឹត្តិការណ៍20កុម្ភៈនេះទាំងអស់គ្នាព្រោះឥឡូវហ្នឹងឃើញស្ដាប់ទៅឃើញច្រើនទៅអញ្ចឹងអ្នកដែលយើងជាអ្នកដែលដាំដុះនៅក្នុងចំការមានតែចំការយើងនឹងហើយដែលសុវត្ថិភាពបំផុតមានតែយើងនាំគ្នានៅក្នុងចំការហាក់បីដូចជារងចាំព្រឹត្តិការណ៍20កុម្ភៈនេះឲ្យវាផុតរលត់ទៅហើយសង្ឃឹមថាវាលះនឹងផុតរលត់ទៅនៅពេលដ៏ខ្លីខាងមុខនេះបាទសូមអរគុណសូមជម្រាបលា